มันแม่นជារឿងងាយស្រួលនោះទេក្នុងការធ្វើឲ្យសិស្សកាន់តែយល់ច្បាស់ទៅនឹងប្រធានបទណាមួយដែលគ្រាន់តែឲ្យពួកគេទទួលបាននៅខ្លឹមសារមេរៀនតែមួយមុខនោះការបង្ហាញពីសកម្មភាពនានាឬលេងល្បែងអប់រំមួយចំនួនដែលតាក់ទងទៅនឹងខ្លឹមសារមេរៀននឹងជួយដល់សិស្សឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលគ្រូបានបង្រៀននេះគឺជាសកម្មភាពមួយដើម្បីបញ្ចូលទៅក្នុងមេរៀនសម្រាប់សិស្សដែលជួយឲ្យសិស្សអាចយល់ពីមេរៀនកាន់តែប្រសើរសម្ភារៈឧបទេសនៅក្នុងសកម្មភាពនេះហៅថាផ្ទាំងថាមពលផ្ទាំងថាមពលបង្ហាញអំពីថាមពលសម្រាប់ការរស់រាននិងថាមពលសម្រាប់ធ្វើសកម្មភាពសម្ភារៈនេះប្រើដើម្បីពន្យល់អំពីសកម្មភាពប្រចាំថ្ងៃប្រសិនបើយើងសកម្មច្រើននោះយើងក៏ត្រូវការថាមពលច្រើនជាមួយគ្នានោះវាអាចឲ្យយើងដឹងពីសកម្មភាពណាដែលជាសកម្មភាពត្រូវការថាមពលសម្រាប់ការរស់រានហើយសកម្មភាពណាដែលជាសកម្មភាពត្រូវការថាមពលសម្រាប់ធ្វើសកម្មភាពសម្ភារៈនេះនឹងជួយឲ្យសិស្សយល់កាន់តែច្បាស់អំពីការរួមបញ្ចូលគ្នារវាងថាមពលសម្រាប់ការរស់រាននិងថាមពលសម្រាប់ធ្វើសកម្មភាពតោះយើងចាប់ផ្ដើមបង្កើតផ្ទាំងថាមពលទាំងអស់គ្នាសម្ភារៈដែលត្រូវការរួមមានប្រអប់ក្រដាសឬក្រដាសឡាំងក្រដាសពណ៌កាំបិតផ្លាស្ទិកថ្លាស្កុតថ្លានិងកៅរបៀបធ្វើដំបូងត្រូវកាត់ប្រអប់ក្រដាសឬក្រដាសឡាំងឲ្យចេញជាពីរផ្ទាំងរាងជាចតុកោណដែលមានទំហំខុសគ្នាមួយធំមួយតូចបិទក្រដាសពណ៌ផ្សេងគ្នាលើប្រអប់ក្រដាសឬក្រដាសឡាំងដែលបានកាត់រួចប្រអប់ក្រដាសឬក្រដាសឡាំងដែលមានទំហំធំជាថាមពលសម្រាប់ការរស់រានហើយក្រដាសមួយទៀតដែលមានទំហំតូចជាថាមពលសម្រាប់ធ្វើសកម្មភាពបន្ទាប់មកយកស្កុតថ្លាបិទរុំលើប្រអប់ក្រដាសឬក្រដាសឡាំងទាំងពីរដើម្បីការពារការរហែកបន្ទាប់មកទៀតយកផ្លាស្ទិកថ្លាអ៊ុតនៅផ្ទៃខាងក្រោយប្រអប់ក្រដាសឬក្រដាសឡាំងដែលមានទំហំធំដើម្បីអាចសោកចូលក្រដាសមួយទៀតដែលមានទំហំតូចក្រៅពីផ្ទាំងថាមពលយើងនឹងប្រើបានរូបភាពដើម្បីបង្ហាញពីសកម្មភាពណាដែលជាសកម្មភាពសម្រាប់ការរស់រាននិងសម្រាប់ធ្វើសកម្មភាពយើងអាចយកបានរូបភាពទាំងនោះមកអ៊ុតរឹងទាំងអស់របៀបប្រើប្រាស់ឲ្យសិស្សជ្រើសរើសបានរូបភាពណាមួយហើយគិតថាតើបានរូបភាពនេះជាសកម្មភាពសម្រាប់ការរស់រានឬជាសកម្មភាពសម្រាប់ធ្វើសកម្មភាពបន្ទាប់មកគ្រូអាចសង្ខេបថាសកម្មភាពដែលត្រូវការថាមពលសម្រាប់ការរស់រានមានដូចជាការដកដង្ហើមការរក្សាសីតុណ្ហភាពរាងកាយការរំលាយអាហារនិងការធ្វើចលនានៃក្រពេញផ្សេងៗក្នុងរាងកាយសកម្មភាពដែលត្រូវការថាមពលសម្រាប់ធ្វើសកម្មភាពមានដូចជាការនិយាយដើររត់ធ្វើការងារផ្ទះឬលេងកីឡាតម្រូវការថាមពលសរុបនៅក្នុងសារពាង្គកាយគឺបានមកពីថាមពលសម្រាប់ការរស់រានបូកជាមួយថាមពលសម្រាប់ធ្វើសកម្មភាពចំពោះថាមពលសម្រាប់ការរស់រានទៅតាមមនុស្សម្នាក់ៗគឺមិនសូវខុសគ្នាទេប៉ុន្តែសម្រាប់ថាមពលសម្រាប់ធ្វើសកម្មភាពគឺមានភាពខុសគ្នាបើសិនជាសារពាង្គកាយរបស់យើងធ្វើសកម្មភាពច្រើននោះថាមពលសម្រាប់ធ្វើសកម្មភាពក៏ច្រើនដែរតែបើសិនជាសារពាង្គកាយរបស់យើងធ្វើសកម្មភាពតិចនោះថាមពលសម្រាប់ធ្វើសកម្មភាពយើងក៏តិចដូចគ្នាដែរវិធីម្យ៉ាងទៀតជំនួសឲ្យការប្រើប្រាស់នៅបានរូបភាពគ្រូអាចឲ្យសិស្សធ្វើសកម្មភាពហើយប្រាប់ទៅកាន់សិស្សវិញថាសកម្មភាពនេះស្ថិតនៅក្នុងប្រភេទនៃសកម្មភាពណាមួយក្នុងចំណោមសកម្មភាពទាំងពីរខាងលើ